ផ្លូវរ៉ូដេប៉រដប់ព្រោះវាត្រូវបានផ្ដល់ឲ្យអ្នកសម្រាប់ជាប្រយោជន៍នៃព្រះគ្រីស្ទមិនត្រឹមតែដើម្បីជឿលើទ្រង់ប៉ុណ្ណោះទេថែមទាំងរងទុក្ខសម្រាប់ជាប្រយោជន៍របស់គាត់ផងដែរភីលីប 1:29 Shalom មិត្តភក្តិជាទីស្រឡាញ់របស់ព្រះម្ចាស់យេស៊ូវគ្រីស្ទនៅពេលដែលខ្ញុំមានភាពចាស់ទុំនៅក្នុងព្រះគ្រីស្ទដោយស្មោះត្រង់សេចក្តីស្រឡាញ់របស់ព្រះតែងតែនាំយើងទៅកាន់ផ្លូវដែលនាំយើងឲ្យឆ្ងាយពីការលួងលោមខាងលោកីពលបាននិយាយនៅក្នុងការអានរបស់យើងនៅថ្ងៃនេះព្រោះវាបានផ្ដល់ដល់អ្នកសម្រាប់ជាប្រយោជន៍ដល់ព្រះគ្រីស្ទមិនត្រឹមតែដើម្បីជឿលើទ្រង់ប៉ុណ្ណោះទេថែមទាំងត្រូវរងទុក្ខសម្រាប់ជាប្រយោជន៍ដល់គាត់ផងដែរភីលីប 1:9 នៅពេលដែលយើងបានទៅដល់ទីបញ្ចប់នៃជ្រលងនៃស្រមោលនៃសេចក្តីស្លាប់យើងនឹងយល់ថាគ្រប់ស្ថានភាពត្រូវបានអនុញ្ញាតឲ្យកើតឡើងដើម្បីភាពល្អរបស់យើងគ្រូព្រះគម្ពីរ Vermeer មានប្រសាសន៍ថាគ្មានផ្លូវណាដែលមានសុវត្ថិភាពនិងប្រាកដប្រជាដូចផ្លូវដែលយើងបានដើរនោះទេប្រសិនបើមានតែយើងអាចមើលឃើញផ្លូវដូចដែលព្រះតែងតែឃើញវានោះយើងប្រាកដជាជ្រើសរើសផ្លូវដែលព្រះបានជ្រើសរើសសម្រាប់យើងខ្ញុំសូមអញ្ជើញលោក Christian Suharto ពី Badaravajawalanya Zentara Baroness មកជាមួយក្រុមគ្រួសារដ៏ស្រស់អាត់នៃអាយុ Kizia Badara Case ដើម្បីលើកសរសើរដូចខាងក្រោមនេះព្រះបានកំណត់ជំហានរបស់មនុស្សដែលជីវិតក៏ព្រះហឫទ័យដល់ទ្រង់ប្រសិនបើគាត់ដួលគាត់នឹងមិនដេកចុះសម្រាប់ព្រះម្ចាស់លើកដៃរបស់គាត់រហូតដល់ព្រះហស្ថរបស់ទ្រង់កាន់ដៃទ្រង់មនុស្សជាច្រើនប្រាប់ខ្ញុំថាជីវិតគឺពិបាកណាស់ខ្ញុំតែងតែឆ្លើយថាពិតណាស់ខ្ញុំសង្ឃឹមថាចម្លើយនោះពេញចិត្តជាងអ្នកដទៃហើយការពិតគឺថាជីវិតគឺជាការតស៊ូហើយការតស៊ូគឺលំបាកនោះហើយជាអ្វីដែលអ្នកមីងខិនបាននិយាយកាលពីថ្ងៃពុធទី19ខែមីនាឆ្នាំ2025វេលាម៉ោងប្រហែល 18:03 នាទីគាត់និយាយរឿងខ្លួនឯងនៅចំពោះមុខខ្ញុំលោកម្ចាស់មិនបានខ្ញុំជាកូនស្រីរបស់ឪពុកម្ដាយបរាជ័យខ្ញុំបរាជ័យជាប្រពន្ធហើយខ្ញុំបរាជ័យជាម្ដាយតើនេះជាកម្មផលរបស់ខ្ញុំជាកូនរបស់ព្រះឬខ្ញុំបានឆ្លើយថាយើងអាចបរាជ័យប៉ុន្តែព្រះដែលជាម្ចាស់យើងមិនដែលបរាជ័យក្នុងផែនការរបស់ទ្រង់សម្រាប់ជីវិតយើងឡើយសូមទទួលដោយការដឹងគុណនៅក្នុងវត្តមានរបស់ទ្រង់ដែលពិតជាស្រស់ស្អាតនៅក្នុងខ្លួនយើងតើយើងរៀនមេរៀនអ្វីខ្លះចូលយើងរៀនជឿថាប្រសិនបើយើងដើរលើមាគ៌ារបស់ព្រះនោះសេចក្តីល្អរបស់ព្រះគឺមានន័យដូចនឹងជីវិតដែលគ្មានបញ្ហាអាមែនការបំផុសគំនិតនៅថ្ងៃនេះគ្មានការសាកល្បងណាមួយអាចធ្វើឲ្យយើងអស់សង្ឃឹមឡើយប្រសិនបើយើងយល់អំពីមូលហេតុដែលព្រះអនុញ្ញាតឲ្យវាកើតឡើង Tuhan menetapkan langkah-langkah orang yang hidupnya berkenan kepadanya. Apabila ia jatuh tak sampai tergeletak, sebab Tuhan menopang tangannya. Tangannya, sebab Tuhan menopang tangannya. Apabila ia jatuh tak sampai tergeletak, sebab Tuhan menopang